ត្រីក្រហមចំហុយជាមួយនឹងទឹកម្ទេសក្រូចឆ្មាចាគឺរសជាតិធានាថាឆ្ងាញ់បងប្អូនចាអាចសាក់ធ្វើញ៉ាំបានអញ្ចឹងមានត្រីក្រហមមួយក្បាលនេះយើងលាងឲ្យស្អាតហើយកន់វាដូចខ្ញុំកន់អញ្ចឹងបងប្អូនដើម្បីវាចាប់ចូលជាតិអញ្ចឹងណាហើយយើងមានបន្ថែមទេនឹងកុលក្រែងនេះដើម្បីកាត់ឆ្អាបចាត្រីហ្នឹងក៏ខ្ញុំមានប្រឡាក់រ៉ាឌីនឹងពីងចង់តិចណាស់នឹងចំហុយអញ្ចឹងណាហើយយើងក៏មានថែមបន្លែនេះដើម្បីចំហុយខាងក្រៅចាហើយបន្លែដែលខ្ញុំដាក់ចំហុយមានផ្សិតម្ជុលហើយនឹងស្ពៃបូកូតាមចំណង់ចំណូលចិត្តបងប្អូនចូលចិត្តបន្លែអីអញ្ចឹងណាចាតោះមកយើងមើលទៅនេះមកល្មមយើងសងចេញចានេះគឺគ្រឿងធ្វើទឹកសម្រាប់ស្រោចចាគឺមានប្រមាណមុខនឹងឯងបងប្អូនចាអញ្ចឹងយើងលាយដាក់ស្ករប៊ីចេងអីហើយគឺយើងដុសត្រីដាក់ជាមួយនឹងបន្លែរៀបវាឲ្យស្អាតមកបងប្អូនចាមុននឹងយើងស្រោចទឹកត្រីពីលើអញ្ចឹងណាហើយទឹកច្រើនពេកបងប្អូនអាចសម្រិតចេញខ្លះកុំឲ្យវាច្រើនពេកអញ្ចឹងណាចាអញ្ចឹងរួចរាល់ហើយខ្ញុំចាប់ផ្ដើមស្រូបទឹកត្រីម្ទេសចាគឺតំណងឈ្ងុយឆ្ងាញ់មែនតើចាអញ្ចឹងបងប្អូនចង់ធ្វើញ៉ាំអាចសាក់ធ្វើញ៉ាំបានចា